ពុទ្ធសករាជ2526អ្នកអមចាស់មិនទាន់សម្រានទេប្រហែលជាចាំអ្នកអមចាស់ឲ្យមើលទៅស្មាននេះប្រហែលជាសួររកយើងដល់កោហើយអ្នកអមចាស់ប្រយ័ត្នចូលទៅជប់សិនកានស្អែកនេះកានកុំទៅឈៀងម៉ៃអីខ្ញុំនឹងប្រាប់ម្ចាស់ប៉ាឲ្យប្រចុងផ្ដើមឬក៏រកការងារឲ្យកានធ្វើកុំឲ្យអ្នកអមចាស់ខ្ញុំចង់ធ្វើអ្វីគ្រប់យ៉ាងដល់ខ្លួនឯងដើម្បីអនាគតសម្រាប់យើងទៅពីរនាក់តែខ្ញុំខ្លាចណាស់កានខ្ញុំខ្លាចថាកានទៅហើយយើងនឹងលែងបានជួបគ្នាទៀតអ្នកអម្ចាស់កុំនិយាយបែបហ្នឹងអីខ្ញុំតូចទាបជាងអ្នកអម្ចាស់ឆ្ងាយណាស់តែខ្ញុំគ្មានថ្ងៃរត់ចោលអ្នកអម្ចាស់បានជាដាច់ខាតចិញ្ចៀនមួយវងនេះខ្ញុំឆ្លាក់ឈ្មោះអ្នកអម្ចាស់បំណងចង់ទុកវានៅជាប់ក្នុងចិត្តបន្ទាប់ពីខ្ញុំលួចស្រឡាញ់លួចស្រមៃវារហូតមកខ្ញុំសូមអនុញ្ញាតផ្ញើវានឹងអ្នកអម្ចាស់ជំនួសពាក្យសន្យាថាខ្ញុំច្បាស់ជាត្រឡប់មករកអ្នកអម្ចាស់វិញម៉េចកាននឹងឲ្យស្លាប់បាទគាត់ជួបគ្រោះថ្នាក់ចរាចរណ៍កាលពីអាទិត្យយប់មិញនេះឯងអូយអ្នកអម្ចាស់កើតអីមិនដឹងទេនៅណាក៏បានមកជួយឲ្យលឿនតិចមកអ្នកអម្ចាស់កើតអីទេជួយផងកូនប៉ាអ្នកអម្ចាស់3 ខែក្រោយមកកូនកើតអីនោះកូនហាឈឿនចាកូនខ្ញុំគេកើតអីទៅហាសុកខ្យល់សុកក៏ខួតដែរហ៎គឺសង្ស័យពុលអាហារហើយចាគ្រុកអើយឲ្យគេញ៉ាំអីហ៎មិនក៏មិនមើលថែទាំកូនខ្ញុំសោះហ៎កូនយកបិចហើយនោះអ្នកអង្គម្ចាស់ម៉ែដោះមកដឹងកុហកព្រះអង្គម្ចាស់យ៉ាងម៉េចទៀតទេព្រះអង្គម្ចាស់សង្ស័យហើយថាម៉េចក៏អ្នកអង្គម្ចាស់មិនព្រមទៅពេទ្យ
អ្នកអង្គម្ចាស់ព្រះអង្គម្ចាស់គាត់នាំពេទ្យមកហើយចាសុខភាពរបស់អ្នកអង្គម្ចាស់ចុះខ្សោយណាស់ខ្ញុំសូមណែនាំថាបន្ទាប់ពីពិនិត្យសុខភាពហើយគួរតែឲ្យអ្នកអង្គម្ចាស់ទៅសម្រាកលំហែនៅបរិយាកាសដែលល្អជាងនេះទៅខ្ញុំបាទសូមលាសិនហើយអរគុណច្រើនពេទ្យបាទជឿនជូនដំណើរគ្រូពេទ្យផងបាទចាព្រះអង្គម្ចាស់កុំឲ្យគ្រូពេទ្យកុហកច្រើនជាងនេះទៀតអីនៅមិនឲ្យដោះណាចាលោកគ្រូពេទ្យលើកនេះតែម្ដងប៉ុណ្ណោះអ្នកអង្គម្ចាស់ហេតុអីក៏មិនទៅពិនិត្យនៅពេទ្យទៅបើសិនអ្នកអង្គម្ចាស់ឈឺធ្ងន់រហូតដល់កើតអីធ្ងន់ធ្ងរគឺវានឹងប៉ះពាល់ដល់ទៅអ្នកអង្គម្ចាស់ជឿម៉ែដោះទៅទេអ្នកអង្គម្ចាស់ម៉ែដោះក៏ដឹងតែខ្ញុំនឹងមានអ្វីកើតឡើងបើលោកប៉ាដឹងថាខ្ញុំមានទំនួលជាមួយកានឈៀងម៉ៃ5ខែក្រោយមកអ្នកអង្គម្ចាស់កុំបារម្ភពេកអីពេលកើតហើយនាំចៅទៅរកព្រះអង្គម្ចាស់ព្រះអង្គម្ចាស់ឃើញមុខចៅច្បាស់ជាចិត្តទុនហើយស្លាប់ហើយអ្នកអង្គម្ចាស់បញ្ញាប់លាក់ខ្លួនអ្នកអង្គម្ចាស់មកលាក់ខ្លួនសិនទៅជឿម៉ែដោះណាចាំម៉ែដោះជាអ្នកដោះស្រាយទៅពួនទៅខាងក្រៅទៅអើយជឿនព្រះអង្គម្ចាស់ឯណែអ្នកអង្គម្ចាស់អ្នកអង្គម្ចាស់ទិញធัวទៅដើរលេងស្រុកចិនជាមួយមិត្តភ័ក្តិថាមកយូមិនស្រួលខ្លួនមិនដែលតើតងទៅផ្ទះបើជាទៅដើរលេងស្រុកចិននាងមានអីលាក់បាំងខ្ញុំអត់ដល់ឈឺនអត់ទេចាឬចង់ប្រាប់ថាអូនមានអ្នកផ្សេងរីករាយផងចាអ្នកនាងបានកូនស្រីមុខមាត់គួរឲ្យស្រឡាញ់ណាស់ចាំមីងមកទទួលវិញណាអូយស្ពាល់ប៉ោងដល់ហើយចាស់អរគុណនេះកូនម៉ាក់មែនអីកូនរបស់ម៉ាក់នេះជារបស់ដែលជាសិរីមង្គលមួយសម្រាប់វងត្រកូលយើងណាកូនជារបស់តាំងពីសម័យតាទួតមកម្លេះម៉ាក់សូមឲ្យសិរីមង្គលនេះមានដល់កូនជារៀងរហូតណាខ្ញុំប្រកាសជាត្រឡប់មករកនៅអង្គម្ចាស់វិញមិនខានគឺចិញ្ចៀនមួយវងនេះជាចិញ្ចៀនរបស់ប៉ាកូនម៉ាក់ឲ្យកូនណាអ្នកអង្គម្ចាស់ព្រះអង្គម្ចាស់មកចាំនៅបន្ទប់ទទួលភ្ញៀវសួររកអ្នកអង្គម្ចាស់ខ្លាំងណាស់ម៉ែដោះ
អ្នកអម្ចាស់ឆាប់ទៅលឿនឡើងចុះកូនខ្ញុំនោះផ្ញើនៅនឹងគេសិនទៅយើងគ្រាន់តែលួចទៅជួបព្រះអម្ចាស់បន្តិចទេហើយនឹងមកវិញហើយទៅយើងទៅអ្នកអម្ចាស់លឿនឡើងអ្នកអម្ចាស់ទៅអ្នកអម្ចាស់ឆាប់ឡើងអ្នកអម្ចាស់ប្រយ័ត្នព្រះអម្ចាស់សង្ស័យទៅសិនទៅកូនធ្វើខ្លួនអាចកំបាំងខ្លាំងម៉េះហ៎មិនដូចអ្នកដែលទៅពិនិត្យសុខភាពសោះប៉ាមករកក៏មិនឃើញច្បាស់ជាមានអីលាក់បាំងប៉ាមិនខានច្បាស់ជាមាននេះប្រាប់ប៉ាមកនប់តារាមិនប្រាប់ក៏បានដែរត្រឡប់ទៅបាំងកកជាមួយប៉ាឥឡូវនេះចាប់សិនលោកប៉ាចាប់សិនម៉ែអ្នកអម្ចាស់លោកប៉ាឈប់ចាប់សិនលោកប៉ាម៉ែដោះនៅទីនេះអ្នកអម្ចាស់ម៉ែដោះទៅជាមួយប៉ាឥឡូវនេះអ្នកអម្ចាស់ខ្ញុំមិនទៅទេលោកប៉ាអ្នកអម្ចាស់លោកប៉ាខ្ញុំមិនទៅទេអ្នកអម្ចាស់ទៅសិនទៅធ្វើខ្លួនលាក់លៀមចូលឡានទៅសិនទៅចាទៅសិនទៅអូយម៉ែដោះសុំទៅផងចេញឡានទៅឲ្យខ្ញុំសុំទៅផងវាំងស៊ីវ៉ាឡៃក្រុងបាងកកម៉ែដោះចាខ្ញុំចង់យកកូនមកវិញម៉ែដោះជីយន្តហោះបានទេយកកូនខ្ញុំមកវិញថ្ងៃនេះបានចាមានរបាយការណ៍ព័ត៌មានពីអ្នកយកព័ត៌មានប្រចាំខេត្តឈៀងម៉ៃកាលពីម៉ោង 4 ទៀបភ្លឺមានហេតុការណ៍ភ្លើងឆេះនៅមន្ទីរពេទ្យប្រចាំស្រុកដោយសកេតខេត្តឈៀងម៉ៃដែលភ្លើងឆាបឆេះពីផ្នែកសម្ភពទៅរាលដាលមកដល់បន្ទប់ទារកហើយរាលដាលសពគ្រប់កន្លែងដោយអាគារជាឈើទៅភ្លើងឆេះរាលដាលយ៉ាងលឿនបំផុតតម្រាំទៅខាងអ្នកពន្លត់ភ្លើងអាចគ្រប់គ្រងពន្លត់បានគឺប្រើពេលដល់ទៅ5ម៉ោងឯណោះហើយមកដល់ពេលនេះនៅមិនទាន់ជ្រាបចំនួនអ្នកបាត់បង់ជីវិតនៅឡើយទេអូយអ្នកអម្ចាស់ជួយផងអ្នកណាក៏បានដែរនៅខាងក្រៅមកជួយផងអ្នកអម្ចាស់កុំកើតអីអសោះណាខ្ញុំសាងបាបកម្មអីទៅបាទជាជាតិនេះបាត់បង់អ្នកដែលខ្លួនស្រឡាញ់បាត់បង់ទាំងកូនទេអ្នកអម្ចាស់យើងមិនទាន់ជ្រាបច្បាស់នៅឡើយទេថាអ្នកអម្ចាស់តូចស្លាប់ឬក៏រស់ម៉ែដោះនឹងជួយស៊ើបរកឲ្យបើទេវតាកំណត់ឲ្យយើងជាម្ដាយកូននឹងគ្នាមែនអ្នកអម្ចាស់តូចច្បាស់ជាមានជីវិតដើម្បីចាំជួបអ្នកអម្ចាស់20 ឆ្នាំកន្លងផុតទៅអូនសុំទោសអូនមិនអាចការពារថែរក្សាកូនយើងបានបើសិនវិញ្ញាណរបស់បងមានមែនសូមបងជួយថែរក្សាការពារកូនឲ្យរស់រានដោយសុវត្ថិភាពផងចុះឈៀងម៉ៃ
រៀបសួរអ្នកគ្រូមកក្មេងៗឆាប់កង់លឿនឡើងតោះចូលទៅខាងក្នុងរៀបការទាំងព្រឹកតែម្ដងណាថ្ងៃនេះផ្កាកំពុងតែរីកស្អាតខ្លាំងណាស់ក៏យ៉ាងចង់ឲ្យអ្នកគ្រូនិងអ្នកនៅទីនេះស្រស់ថ្លាដើម្បីឲ្យអាណិតដល់ក្មេងកំព្រាដូចជាក៏យ៉ាបានយូរតែបើក្មេងៗណាដូចក៏យ៉ាគ្រប់គ្នាអ្នកណាក៏អាណិតស្រឡាញ់ដែរណាហើយថ្ងៃនេះម្ចាស់ដីគេមកបើយ៉ាងម៉េចណាពេលក៏យ៉ារៀបចំអីហើយកុំភ្លេចមកស្វាគមន៍ជាមួយគ្នាណាចាគ្រូចង់ឲ្យគេឃើញថាពួកគ្រូមើលថែក្មេងៗឲ្យធំឡើងគួរឲ្យស្រឡាញ់កម្រិតណាចាជប់សិនក៏យ៉ាមិញនេះមកឯងមករកណាម៉ែចាក៏យ៉ារៀបចំការឲ្យនៅកូនរួចហើយម៉ាក់មានការអីអត់មានអីទេលោកផុងរឹងណាកូនបើចេញរឹតដាក់អ៊ំតើមទៀតហើយអ៊ំតើមគាត់ឲ្យមកហៅកូនណាទៀតហើយឯម៉ាក់អញ្ចឹងម៉ាក់ចាំមកផ្លែតណាទៀតមកវិញចាធាក់កង់ស្រួលបួលណាកូនណាប្រយ័ត្នដួលធូនវិញចង់ដើរលេងខាងក្រៅតែហៅកាន់យ៉ាមកឥឡូវនេះភ្លាមបន្តិចទៀតក្មួយក៏យ៉ាមកដល់ហើយទៅប្រូលែងចាំហើយបើមិនទៅហៅយទៅហៅខ្លួនឯងក៏បានអូយមិនបាច់ទៅណាទាំងអស់ផងខ្ញុំនៅទីនេះហាញ់តាពេលណាអញឈប់លោឡាទៅផងតាំងពីខ្ញុំមកព្យាបាលខ្លួននៅទីនេះខ្ញុំមិនចង់ឲ្យអ្នកណាមកថែទាំខ្ញុំក្រៅពីនាងទេតែខ្ញុំក៏មានទូនាទីត្រូវមើលថែក្មេងកំព្រាដូចគ្នាឯងត្រូវស្គាល់ការបន្តវេនខ្លះដឹងអត់នាងរៀបចំពេលឲ្យស្រួលបួលទៅឃើញពេលទៅវិហារឡើងច្រើនតែពេលនៅជាមួយខ្ញុំតិចណាអញកុំភ្លេចណាថាខ្ញុំក៏ធ្លាប់ជាក្មេងកំព្រាពីមុនមកដូចគ្នាតែសម្ដងល្អមានម៉ាក់ធွာចាណាក៏ត្រូវសងគុណគាត់យល់អត់យល់ទេហេតុអីក៏អញយល់អ្វីពិបាកយ៉ាងនេះហ៎គឺមិនយល់ថាហេតុអីនាងមិនព្រមស្រឡាញ់ខ្ញុំសោះហ្នឹងអ្នកណាចេះបាក់ឡានមិនមើលផ្លូវសោះចាំមកផ្លែតណាកាយ៉ាកុំទៅណាចាំនៅត្រង់នេះសិនបាទបាក់ឡានchẳngមិនកុំជិះមកសិនចានេះបាក់ឡានរបៀបមិនអត់មើលមនុស្សសិនចឹងហើយចុះនាងជិះកង់យ៉ាងម៉េចបានជិះមិនខ្លាចឡានគិតតែខ្លួនឯងជាម្ចាស់ថ្នល់ហ្នឹងហ៎ប្រយ័ត្នស្លាប់ខ្លាចជាសពតាមចាំថ្នល់ទៅលោកគឺជាអ្នកខុសទាំងស្រុងមិនក៏មកឆោតជេរគេទៅវិញហ៎នេះគឺជីវិតគេគ្មានតម្លៃទេមែនទេណែនាងគិតថាខ្លួនឯងត្រូវអញ្ចឹងហ៎អូខេមិញនេះខ្ញុំនឹងបើកលឿនបន្តិចមែនណាតែខ្ញុំនៅឡាញរបស់ខ្ញុំត្រឹមត្រូវនាងនឹងហើយណាជិះកង់រេទៅរេមកពេញទៅនឹងណាដូចនាងនេះណាសំតកិនឲ្យសំផេតជាប់ថ្នល់ទៀតទើបវាត្រឹមត្រូវមិនគួរផ្លត់សោះខ្ញុំមិញនេះលោកនេះជាមនុស្សរកចិត្តសាដេកចិត្តខុសខើស្មានតែខ្ញុំជាកណ្ដុរល្ងងចាំឲ្យលោកធ្វើអ្វីក៏បានទេទោះជាខ្ញុំអ្នកស្រែតែខ្ញុំក៏មិនមែនល្ងងដែលឲ្យលោកមកតម្លាក់កំហុសបាននោះទេលោកគឺជាអ្នកខុសច្បាស់កន្លែតមើលតែផ្លូវចេះជាពីបែបនេះមិនក៏មកបើកបែបនេះទៅវិញហ៎បានហើយស្អីគេចេះនេះឬចង់ប្រាប់ថាអូឥឡូវចេះទៅឡានខ្ញុំម៉ាស៊ីនធំជាងណាយ៉ាងណាក៏ត្រូវនឹងគម្រាមទាមទារខ្ញុំទទួលខុសត្រូវតែដែរនឹងអញ្ចឹងខ្ញុំទទួលខុសត្រូវតែម្ដងទៅណាព្រមអត់ដើម្បីឆាប់ចប់ណា
ប្រមាណនិយាយមក អូយលោកនេះជាមនុស្សមកលុយស្អីបន្តិចក៏អាងលុយយកមកកប់ក្បាលគ្មានភាពចេះសភាពបរោះសោះអ្នកត្រូវព្រមទទួលខុសព្រោះចេញតែផុសតាំងមែនទេ អើយងាប់ឲ្យមាត់នាងបៀមពឹសមកនិយាយយ៉ាងម៉េចហ្នឹងហ៎ខ្ញុំសួរណាថាយកប្រមាណទៀមទាថ្លៃខូចខាតប្រមាណខ្ញុំនឹងអាំងបងឲ្យហើយខ្ញុំនឹងបញ្ញាប់ទៅព្រមមើលអត់ណាយកប្រមាណ នេះបើខ្ញុំទៀននោះណាខ្លាចតែលោកគ្មានប្រាក់ឲ្យទៅវិញទេ ឃើញទេស្មានអីចេះខុសអូថាគេមុខលុយអាខ្លួនឯងហ្នឹងឯងមុខលុយនោះហ៎ ម៉េច មាត់អាក្រក់ណាស់ណា ម៉េច នេះ បានតាវាយមកតែវាយខ្ញុំចាំលុបធ្វើវាយមកវាយមកខ្ញុំនៅចិត្តបែបហ្នឹងឲ្យវាយមកវាយមកខ្ញុំនៅចិត្តឲ្យវាយមកវាយមកហ៎វាយមកអូយកយ៉ា នេះណែ ឈប់សិនណែ កយ៉ា ផងមិនហើយអូយស្លាប់ហើយក្រោកឡើងមកផងអូយប្រឡាក់អស់ហើយក្រោកឡើង ហេតុអីទៅយូរម្លេះ គឺទៅចាត់ការអានាយធ្វើកង់យើងដួលហ្នឹងឯង អ្នកណាគេ គឺម្ចាស់ឡានលយតម្លៃរាប់ម៉ឺនដែលបើកបគាកង់កចាយយើងនឹងណាផង ណែឲ្យសល់ឡានមកខ្ញុំវិញបាននៅ នេះត្រូវសំទោសខ្ញុំសិន អូខេ សំទោសឬអត់សំទោសអត់មិនសំទោសមែនទេខ្ញុំកុំ ឈប់សំទោសក៏បានអូខេឲ្យសល់មកវិញ ចាប់ហើយណែ ផងខ្ញុំត្រូវអីវ៉ាន់សិនណាអ្នកនៅត្រង់នេះសិនហើយ ខ្ញុំជួយ មិនទេអ្នកកុំមករវល់បានទេ នាងអាម៉េចនេះណែតិច ម៉េចចឹងម៉េច តដៃឲ្យចង់តដៃចាក់ថែមទៀតលើមិនស្អីទៅនឹងបានមើលរបស់នាងបានដឹងផងថាយើងថើបគ្នាមាញ់មិញនេះមែនទេល្អទេស្អីជីផងមកឡើងមកផង ផងតោឲ្យជាប់ណា នេះណែ ហេ ផងតាយ៉ាងតាលឿនហើយលឿន ចំមែនឆ្នះណាអើយ អេក៏យ៉ាមកដល់ល្មមតោះទៅស្គាល់អ្នកម្ចាស់ដៃជាមួយគ្នាណា ចា៎ ណែអ្នកគ្រូអ៊ុតរួចហើយថាក៏យ៉ាណាជាក្មេងឆ្នើមនៅទីនេះ
ការសិក្សាក៏ល្អការប្រព្រឹត្តក៏ល្អមាយាទកលស្ត្រីល្អទាំងអស់ចា អូយដល់ថ្នាក់នឹងផងហ៎ ត្រូវអញ្ចឹងហើយតោះទៅជាមួយគ្នាណាតោះនេះលោកអ៊ីតអតិសួនក៏យ៉ាគាត់ជាម្ចាស់ដីដែលយើងស្នាក់នៅណាសួស្តីបាទក្មេងម្នាក់ហ្នឹងជាក្មេងឆ្នាំនៅទីនេះខ្ញុំថាគួរតែដូរអ្នករៀនកំពូលយ៉ាប់ច្រើនជាងណែលោកមានរឿងអីមែនទេចាអ្នកគ្រូប្រុសម្នាក់នេះបាក់ឡានវិញនឹងបុកកយ៉ានឹងលោកផងហើយនៅតម្លាក់កំហោឲ្យកយ៉ាហើយគេក៏នៅហើយនៅស្អីទៀតហាត្រាំអ្នកគ្រូឲ្យអស់ទៅហើយហេបើមិនប្រាប់ទេខ្ញុំជាអ្នកប្រាប់ស្អីគេចាគឺវាយ៉ាងនេះក្មេងម្នាក់នេះយកអាលឹកមកគប់ឡានខ្ញុំណែក៏យ៉ាងមិនក៏ធ្វើអញ្ចឹងដាក់លោកអ៊ីតដែរលោកអ៊ីតដែរជាអ្នកមានគុណបុណ្យលើយើងឲ្យកន្លែងយើងសាងវិហារសាងសាលាសាងកន្លែងស្នាក់នៅរាប់សិបឆ្នាំហើយមិនគិតថ្លៃអីទេមនុស្សល្អដោយលោកអ៊ីតដែរមិនក៏យ៉ាងអត់សុជីវធម៌ដាក់គេអញ្ចឹងកូនតែសុំទោសលោកអ៊ីតឥឡូវនេះណាអ្នកគ្រូក៏យ៉ាងតែភ្លាមតែសុំទោសលោកអ៊ីតភ្លាមទៅឲ្យលឿនឡើងសុំទោសរវល់តែនិយាយក្រៅសាច់រឿងចាលោកអ៊ីតបើកឡានមកទីនេះថ្ងៃនេះមិនជ្រាបថាមានរឿងអីឲ្យខាងវិហារបំរើទេចាតាមពិតទៅខ្ញុំមិនសូវយល់ស្របពីរឿងនឹងប្រហែលទេតែលោកប៉ារបស់ខ្ញុំណាគាត់ចង់បានដីមួយនេះណាទៅសង់រីសតគាត់ចង់យកដីនេះដែលឲ្យរើអ្វីគ្រប់យ៉ាងចេញពីទីនេះបានលឿនបំផុតទៅមនុស្សអាក្រក់មនុស្សចិត្តខ្មៅយកដីទៅវិញចុះពួកគេទៅនៅឯណាទេចង់ទៅនៅឯណាវាតាក់ទងជាមួយខ្ញុំហើយលោកនេះពិតជាមិនបានហើយកយ៉ារបៀបណាល្មមឈប់ហើយលោកអ៊ីតដែរលោកអ៊ីតអាចមានផ្លូវជួយពួកយើងបានទេចាឬមិនអញ្ចឹងមេតាជួយនិយាយជាមួយលោកប៉ារបស់លោកអាត់សូមបញ្ឈប់ការតាំងចិត្តទៅចាត់ទុកថាអាណិតក្មេងៗភ្នែកខ្មៅចាលោកប៉ារបស់ខ្ញុំមិនដែរអាណិតណាទាំងអស់នឹងហើយម្យ៉ាងទៀតបើសិនជាលោកចង់បានអីហើយអ្នកណាក៏ហាមមិនបានដែរអ្នកគ្រូឈប់អង្វរមនុស្សអាត្មានិយមបែបហ្នឹងទេជាងមករកវិធីវិញក៏យ៉ាថាយើងធ្វើបានមុខដូចនាងហ្នឹងតែធ្វើស្អីបានខ្ញុំនឹងព្យាយាមគ្រប់វិធីដើម្បីជួយក្មេងអស់នេះតែមនុស្សអាក្រក់ដូចជាលោកគឺអាត្មានិយមបែបនេះអញ្ចឹងហ៎អូខេខ្ញុំនៅមានផ្លូវមួយទៀតឲ្យនាងចង់ណាបើនាងចង់បានដីមកកន្លែងនេះមែននាងត្រូវរៀបការជាមួយខ្ញុំលោកឈួតហើយមែនទេក្រែងតែធ្វើបានគ្រប់យ៉ាងមែនទេអូខេមិនអីទេណាខ្ញុំឲ្យពេលនាងគិតបន្តិចសិនចុះណាអូខេទេឡោះទេគិតរយៈពេល3ថ្ងៃចុះណាចាំខ្ញុំត្រឡប់មកយកចម្លើយណាហើយខ្ញុំក៏សង្ឃឹមថាមនុស្សដូចជានាងនេះណាប្រហែលជាយល់ដល់ប្រយោជន៍រួមច្រើនជាងប្រយោជន៍ផ្ទាល់ខ្លួនដូចជាខ្ញុំនេះណោះមិនកុំភ្លេចយកទៅគិតមើលក៏យ៉ាគ្រូទេរច្រើនអ្នកហើយមើលទៅដូចជាគ្មានអ្នកណាអាចជួយយើងបានទេហ
ហើយបងបងកាត់អីអត់ណាំងឃើញបងដូចជាស្ងាត់ឆឹងមកគូររូបជាមួយខ្ញុំមកណាកុំអារំខានចិត្តបងអីកូនពេលនេះបងកំពុងតែមានរឿងមិនសប្បាយចិត្តអ្នកណាមានរឿងអីមិនសប្បាយចិត្តទេហើយហេធ្វើអញ្ចេះទៅណាឯងទៅសួរគេមើលថាខ្ញុំនេះការជំនួសឯងបានឬក៏អត់ខ្ញុំព្រមប្រកល់ទាំងកាយនិងចិត្តឲ្យតែម្ដងឈប់ភ្លាមណាក៏យ៉ាគេមិនដូចជាឯងនោះទេចាអ្នកគ្រូខ្ញុំមិនហ៊ានយកខ្លួនទៅប្រៀបធៀបនឹងកយ៉ាឡើយចាខ្ញុំនេះជាក្មេងរឹងក្មេងអាក្រក់តាំងពីតូចដល់ធំខ្ញុំធ្វើខុសមករហូតណាមកលើកណាត្រូវគ្រូស្ដីឲ្យរលើកភយាលើឡើងចាមកផ្លែតបងសម្លាញ់តែមកផ្លែតទេណាហើយឲ្យលុយមកលឿនឡើងបងដប់អូនមកទទួលឲ្យលឿនឡើងមកថ្ងៃនេះអត់មានទេលុយពីការងារពិសេសបើកស្អែកនេះចាយលុយផ្ទះសិនទេអត់មានទេអញ្ចឹងក៏បានចាំស្អែកមកយកក៏បានដែរអូនទៅហើយចាំយូរទេបងហើយចាំមកជាមួយគ្នាអប់រំរបៀបតែមួយតែហេតុអីនិស័យខុសគ្នាដូចមេឃហើយនឹងដីអញ្ចឹងណោះក៏យ៉ាគ្រូសប្បាយចិត្តណាស់ដែលឯងធំឡើងដោយបេះដូងដ៏ស្រស់ស្អាតបែបនេះគ្រូគិតថាបេះដូងរបស់ឯងប្រហែលជាត្រូវចិញ្ចឹមដោយខ្សែឈាមរបស់មនុស្សល្អហើយមើលទៅអូយអ្នកអម្ចាស់អ្នកណាក៏បានដែរនៅខាងក្នុងជួយផងអ្នកគ្រូពេទ្យមកជួយអ្នកអម្ចាស់ផងហូយអ្នកអម្ចាស់កូនប៉ាអ្នកគ្រូពេទ្យជួយផងមកជួយអ្នកអម្ចាស់ផងយ៉ាងម៉េចហើយកាន់ដៃទៅកូនប៉ាអូយគេកើតអីទៀតហើយនេះជឿនទេទៅហៅពេទ្យមកឲ្យលើទៅលឿនចាលឿនលើបាទពេលណាទើបកូនខ្ញុំជាទៅហ៎បើព្យាបាលយកមកប្រហែលអ្នកហើយតែមិនបានម្នាក់សោះហ៎វាយ៉ាងម៉េចអ្នកម្ចាស់កើតរោគ stress ធ្ងន់ធ្ងរទើបធ្វើឲ្យមានអាការៈសោកសៅដូចដែលបានឃើញហើយវាហុចផលដល់រាងកាយធ្វើឲ្យសាច់ដុំមានសភាពរឹងហើយដរាបណាយើងនឹងមិនដឹងរឿង stress នៅក្នុងចិត្តរបស់អ្នកអម្ចាស់នេះខ្ញុំជម្រាបតាមត្រង់ចុះអ្នកអម្ចាស់អាចធ្លាក់ក្នុងសភាពបែបនេះរហូតតទៅក៏ថាបានហើយអីក៏កូនខ្ញុំកំពីដល់ថ្នាក់នេះឈឿនចាឯងមានដឹងរឿងអីខ្លះអត់គឺអ្នកអម្ចាស់របស់ឈឿនមិនចង់ឃើញអ្នកអម្ចាស់វេទនាបែបនេះទេឈឿនចង់ឲ្យអ្នកអម្ចាស់បានជួបកូនអ្នកអម្ចាស់នឹងបានជាសះស្បើយអ្នកអម្ចាស់ខ្ញុំអសមត្ថភាពពិតមែនហើយព្រះជាម្ចាស់អើយវត្ថុស័ក្តិសិទ្ធិទាំងឡាយសូមជួយប្រាប់កូនចៅផងថាកូនចៅនឹងជួយអ្នកអម្ចាស់យ៉ាងម៉េចបានប្រាប់ការពិតមកព្រះអម្ចាស់ប្រាប់ការពិតមកយើងទាំងអស់មក
រឿងដល់អញ្ចឹងហើយមិនក៏មិនប្រាប់ខ្ញុំឯងឃើញខ្ញុំជាអកញ្ចាស់លោកគង់ខ្លៅដែលឯងមើលរំលងក្បាលហ៎នេះបើអ្នកផ្សេងគេដឹងនោះថាកូនស្រីខ្ញុំនេះទៅខូចខ្លួនជាមួយអ្នកនៅក្នុងផ្ទះហើយមានទម្ងន់នេះតើខ្ញុំយកមុខទៅទុកឯណាឯងធ្វើឲ្យខ្ញុំខកបំណងណាស់ខ្ញុំមើលឯងខុសហើយព្រះអង្គម្ចាស់ខ្ញុំមិនដឹងជាត្រូវធ្វើយ៉ាងម៉េចមែនខ្ញុំមិនដឹងត្រូវប្រាប់ព្រះអង្គម្ចាស់យ៉ាងណាគឺខ្ញុំខ្លាចព្រះអង្គម្ចាស់ដាក់ទោសអ្នកអង្គម្ចាស់ដាក់ទោសកូនយើងជាកូនស្រីបង្កើតរបស់យើងនេះទោះយ៉ាងណាក៏មិនសម្លាប់នាងដែរណែឯងមកមើលទៅអ្វីដែលកើតឡើងចំពោះកូនស្រីយើងណាវាសាហាវជាងការដែលយើងដាក់ទោសគេរាប់រយរាប់ពាន់ដងទៅទៀតខ្ញុំមិនដឹងជាធ្វើយ៉ាងម៉េចតែខ្ញុំដឹងបើអ្នកអង្គម្ចាស់បានជួបកូនអ្នកអង្គម្ចាស់ច្បាស់ជាសះស្បើយព្រះអង្គម្ចាស់តើឲ្យអ្នកណាទៅតាមរកកូនអ្នកអង្គម្ចាស់បានទេទៅរកឲ្យមកមើលភាពអាក្រក់ថោកទាបកូនស្រីខ្ញុំប្រកាសឲ្យគេដឹងពីភាពអាម៉ាស់របស់វងតកូលខ្ញុំអីចឹងអីគ្មានផ្លូវទេអ្នកអង្គម្ចាស់កូនខ្ញុំសូមក្រាបសំពះអង្វរដើម្បីជីវិតរបស់អ្នកអង្គម្ចាស់កូនស្រីតែមួយរបស់ព្រះអង្គម្ចាស់ជួយឲ្យអ្នកណាទៅតាមរកកូនស្រីអ្នកអង្គម្ចាស់ឲ្យផងហើយម្យ៉ាងទៀតអ្នកអង្គម្ចាស់តូចក៏ជាចៅបង្កើតរបស់ព្រះអង្គម្ចាស់សូមអញ្ជើញអ្នកអង្គម្ចាស់កំពុងចាំនេះគឺផុតតាំងដ៏សំខាន់ដែលកូនស្រីខ្ញុំតារានេះនឹងឈ្មោះត្រាទើបតែប្រមូលបានមកអូហើយខ្សែកដែលឃើញនៅក្នុងរូបនេះជាខ្សែកប្រចាំតកូលរបស់ខ្ញុំដែលកូនតារានេះបានបំពាក់ទៅឲ្យក្មេងម្នាក់នោះរួមទាំងចិញ្ចៀនមាសតូចមួយដែលឆ្លាក់ឈ្មោះគេមួយវងផងដែររបស់ទាំងពីរនេះហើយដែលជាផុសតាងឲ្យបានដឹងថាក្មេងតូចម្នាក់នោះជាកូនស្រីរបស់តារាហើយម្យ៉ាងទៀតកូនស្រីម្នាក់នោះហើយជាទីយតែម្នាក់គត់របស់តកូលស៊ីវ៉ាវងប្របាទអ្នកម្ចាស់មិនថាកូនអ្នកម្ចាស់នៅឯណាទេខ្ញុំនឹងរយកមកវាំងនេះបានលឿនបំផុតអរគុណហើយគ្មានអ្នកណាឈ្នះចិត្តអូនក្រៅពីបងនួនល្អងមិនចាប់អារម្មណ៍ស្រឡាញ់គ្នាជឿជាក់មិនខ្វល់បារម្ភទោះម្ដាយបង្ខំអូនប្រាប់ថាចាំតែបងក្តីសង្ឃឹមថ្ងៃនឹងមិនដូចថ្ងៃស្អែកអូនប្រែប្លែកឲ្យហេតុភើតអស់បេះ